ត្រៀមលក្ខណៈរួចរាល់ហើយនោះបរិយក៏បានយកដំបងក្រវែងទៅចំចាប់បណ្ដាលឲ្យត្រូវកូនចាប់ទាំងពីរធ្លាក់ពីលើសម្បុកទាំងអស់តែម្ដងនៅក្រៅផ្ទះបរិយនិងរំដួលមិនឈើវត្តព្រៃភ្នែកចំណែកនាងចាប់មានវ័យត្រឹមតែ12ឆ្នាំអូយបងភ្នែកអូនឈឺណាស់និយាយហើយគាត់ក៏បានទាញព្រួញតម្រង់ទៅតែម្ដងតែភ្លាមនោះគាត់បាញ់មិនត្រូវទេបែរជាត្រូវបរិយទៅវិញចង្រៃយោមិនក៏បាញ់មិនត្រូវអញ្ចឹងជាថ្មីម្ដងទៀតព្រានក៏បានបាញ់រហូតតតែត្រូវខ្លាធ្វើឲ្យខ្លាដាច់ខ្យល់ស្លាប់ភ្លាមរឿងទេពធីតាសងកម្មកាលពីព្រេងនេះមានទេពធីតាមួយអង្គសោយរាជនេះឋានសួគ៌ថ្ងៃមួយទ្រង់កើតការក្តៅសពព្រះកាយពេកណាស់ហេតុនេះទ្រង់ក៏បានជ្រាបដឹងថានៅឋានសួគ៌ថ្ងៃនេះមុខជាមានម្ចាស់កម្មពៀទាមទារសំណងហើយចំពាក់កម្មពិតជាមិនអាចគេចផុតបានទេមានបន្ទូលបែបនេះហើយទ្រង់ក៏បានហោះទៅកល់ទេវបុត្រថ្នាក់លើមួយព្រះអង្គថ្វាយបង្គំលោកទេវបុត្រល្អហើយទេពធីតាទ្រង់យាងមកចំពេលល្អណាស់ទ្រង់ដឹងថាម្ចាស់កម្ពីកំពុងតែដង្ហើយហៅមែនទេព្រះពរបើបែបនេះសូមទ្រង់ទ្រាំនឹងការលំបាកនេះឲ្យបានណាហើយកុំខឹងនឹងរឿងដែលបានកើតឡើងអីព្រះពរខ្ញុំម្ចាស់យល់ហើយខ្ញុំម្ចាស់ក៏ស្ម័គ្រទទួលការឈឺចាប់នេះដែរព្រះពរម្ចាស់ពេលនេះសូមទ្រង់ប្រាយជាបក្សីនឹងរស់នៅតាមរបៀបជាសត្វចុះសូមមានសំណាងល្អផងដែរព្រះពរសូមថ្វាយបង្គំលាចាប់ពីពេលនោះមកទេពធីតាក៏ប្រែជាសត្វបក្សីតូចមួយក្បាលនិងមានកូននៅក្នុងសម្បុកពីរផងដែរនៅក្នុងព្រៃប៉ាត់ធោអើយមិនក៏ងឹតណាស់តើខ្ញុំនឹងរកផ្លូវទៅសម្បុកខាងទេណោះចុះកូនរបស់ខ្ញុំវិញនោះកូនមុខជាឃ្លានណាស់ហើយនាងចាស់ហាក់មានក្តីបារម្ភបន្តិចដែរប៉ុន្តែនាងក៏មិនបោះបង់ចោលក្តីសង្ឃឹមឡើយវានៅតែព្យាយាមស្វែងរកផ្លូវបន្តហើយភ្លាមនោះក៏មានប្តីប្រពន្ធពីរនាក់បានដើរសម្ដៅមកអូនរំដួលអង្គយកមកអស់ហើយមែនទេមេឃងងឹតហើយណាឆាប់ឡើងអូនចាបងអូនបានចង់បាច់អស់រួចហើយអោះព្រះអើយនៅគឺជាមនុស្សមានន័យថាខ្ញុំហើចិត្តដល់ផ្ទះអ្នកស្រុកហើយខ្ញុំនៅឆ្ងាយពីកូនខ្លាំងណាស់នាងចាស់ភ្លាមនោះក៏បានគិតថាបំណាច់ថេរកផ្លូវមិនខាញ់ទេបើបែបនេះខ្ញុំគួរតែទៅតាមពួកគាត់សិនក្រែងមានអាហារល្អៗដើម្បីកូនរបស់ខ្ញុំខ្លះនិយាយហើយនាងចាស់ក៏បានហៅតាមពីក្រោយបរិយនិងរំដួលរហូតទៅដល់ផ្ទះរបស់ពួកគេតាមប៉ាត់ផ្ទះរបស់មនុស្សធំណាស់ក៏មិនដូចជាសម្បុករបស់ខ្ញុំសោះខ្ញុំគួរតែហៅចូលទៅមើលសិននាងចាស់បានហៅក្រឡឹងនៅជុំផ្ទះរបស់បុរីចោះឡើងហើយភ្លាមនោះវាក៏បានសម្គាល់ឃើញថាផ្ទះរបស់ពួកគេពិតជាសម្បូរអាហារប្លែកណាស់បើកូនខ្ញុំបានឆៃមិនដឹងជាល្អយ៉ាងណាទេខ្ញុំគួរតែហៅទៅឆៃនិងឆាប់ពី3គ្រាប់សិននាងចាស់បានហោះទៅឆាបយកគ្រាប់ធញ្ញជាតិមួយចំនួនដើម្បីចំអែតក្រពះចំណែករំដួលក្រឡេកហើយក៏បានស្រែកឡើងថាអើយចាបនាងចាបចេញទៅមិនក៏មិនលួចចំណេញបែបនេះអូនទុកឲ្យវាឆៃចុះខ្លួនវាតូចអញ្ចឹងវាស៊ីមិនច្រើនប្រហែលទេតែបើបដ ாய் វាអាចនឹងនាំគ្នាវាមកច្រើនមិនខានទេមិនអីទេអូនចាំដល់ពេលនោះចាំគិតទៀតលើបែបនេះហើយនាងចាបពិតជាសប្បាយចិត្តណាស់ហេតុនេះវាស៊ីហើយស៊ីទៀតរួចឆៃរួចរាល់វាក៏បានហោះសម្ដៅចូលទៅក្នុងព្រៃវិញវាទៅវិញហើយបងឲ្យវាទៅចុះអូនតែខ្ញុំបារម្ភណាស់ចុះបើថ្ងៃណាមួយវាមកគ្នាច្រើនគិតចាំមិនទៅបងបើវាមកគ្នាច្រើនអញ្ចឹងជារឿងល្អណាស់ពួកយើងនឹងបានដាក់អន្ទាក់យកវាទៅលក់នៅផ្សារនោះអីមានន័យថាបងចង់យកត្រីទូចស្ទូចយកត្រីធំមែនទេហ្នឹងហើយថាអញ្ចឹងក៏ត្រូវដែរបានហើយតោះយប់ហើយពួកយើងទៅសម្រាកទៅអូនចាបង
នាងចាប់វិញសប្បាយចិត្តណាស់ព្រោះវាបានអាហារឆ្ងាញ់ប្លែកមាត់ហើយវាក៏បានជួបដឹងប្តីប្រពន្ធដែលវាបានគិតថាជាមនុស្សល្អទៀតផងនៅមាត់ព្រៃត្បិតថាពេលជប់ខ្ញុំមិនស្គាល់ផ្លូវច្បាស់ប៉ុន្តែហុចណាស់ខ្ញុំក៏បានឆ្ងាញ់មាត់និងមានរបស់ផ្ញើកូនដែរថ្ងៃក្រោយខ្ញុំនឹងមកតាមផ្លូវនេះទៀតឃើញថាមេយប់ពេកនាងចាប់មើលផ្លូវមិនច្បាស់និយាយហើយនាងចាប់ក៏បានដេកចុងឈើនោះលុះព្រឹកឡើងវាក៏បានទៅសម្បុកវិញហេតុអីក៏ម៉ែទៅតាមកកូនខ្លាចណាស់ តាម៉ែទៅដល់ណាខ្លះកូនខ្លាចសត្វឥន្ទ្រីឆាបកូនណាស់ មិនអីទេកូនមើលចាស់ម៉ែមានចំណីផ្ញើកូនណាស់កូនឆៃចាស់ចាម៉ែ កូនបានចំណីទាំងនេះកូនពិតជាសប្បាយចិត្តណាស់ម៉ែម្យ៉ាងកូនបានឆីកូននឹងចេះយល់ការជាងមុនមិនខាន ខាញ់កូនយល់ការបែបនេះម៉ែធូរចិត្តណាស់ថ្ងៃក្រោយកូនអាចរស់ពឹងខ្លួនឯងបាននិងអាចចិញ្ចឹមកូនរបស់កូនបានទៀតផងណាចាម៉ែនិយាយចប់ហើយនាងចាប់និងកូនចាប់បានដេកលងលក់បាត់ទៅលុះព្រឹកស្អែកឡើងមកដល់នាងចាប់ក៏បាននិយាយទៅកាន់កូនថាកូនម៉ែទៅរកចំណីហើយណាម៉ែកូនចង់ឆីដូចម្សិលមិញម៉ែទៅរកឲ្យកូនបានទេមែនហើយម៉ែកូនចង់ឆៃណាស់វាប៉ាត់ជាឆ្ងាញ់មែនទេចាប់បានណាកូនចាំម៉ែបន្តិចណាម៉ែមកវិញឥឡូវហើយហេតុថាចង់ឲ្យកូនមានក្តីសុខចង់ឲ្យកូនរីករាយនោះនាងចាប់ក៏បានទៅដល់កន្លែងផ្ទះបរិយម្ដងទីព្រះអីថ្ងៃនេះផ្ទះពួកគេមានអាហារក្របពូជហាលក្រៀមនិងមានសណ្តែកដីមានត្រីប្រឡាក់ទៀតពិតជាគួរឲ្យឆ្ងាញ់ណាស់ចាំឆៃហើយសំពំទៅផ្ញើកូនចាស់នាងចាប់ឃើញបែបនេះហើយវាពិតជារីករាយណាស់ដូច្នេះវាក៏បានហោះទៅពំចាប់យកត្រីប្រឡាក់ពី3ចំណិតនិងឆៃនាលើចុងឈើកូនប៉ាត់ជាឆ្ងាញ់មាត់មែនហើយជាថ្មីម្ដងទៀតនាងចាប់ចេះតែឆាបមិនឈប់ចំណែករំដួលវិញនោះឃើញហើយនាងក៏បានកាត់ក្តីមិនសប្បាយចិត្តទេហេតុអីក៏នាងចាប់នេះឆាបហើយឆាបទៀតមិនព្រមឈប់អញ្ចឹងបើបែបនេះទោះត្រូវឆាបតិចមែនតែគង់នឹងអស់ដែររំដួលបានយកដំបងមួយបំរុងនឹងគប់ទៅប៉ុន្តែបរិយក៏បាននិយាយថាអេឈប់សិនបងមានវិធីណាអូនឥឡូវបងនិយាយមកមើលតើបងមានផែនការបែបណាទៅមើលទៅវាគឺសប្បាយរីករាយនឹងចំណីទាំងអស់នេះណាវាមុខជាមិនធ្លាប់បានឃើញអាហារប្លែកបែបនេះទេបាទដូច្នេះប្រកាសណាស់ដែលវាមកពីឆ្ងាយនោះមានន័យថាយ៉ាងម៉េចទៅបងមានន័យថាទីដែលវានៅនោះគឺមានសត្វព្រៃច្រើនដូច្នេះពួកយើងនឹងទៅតាមវាតែម្ដងថាមិនត្រូវមានសត្វបក្សីច្រើនទៀតផងក៏ថាបានដែរមានន័យថាយើងតាមវាដើម្បីទៅដល់ទីលំនៅដែលមានសត្វច្រើនមែនទេបងគឺមែនហើយបងពិតជាឆ្លាតមែនប្តីប្រពន្ធទាំងពីរបានដាក់ចំណីល្អៗឲ្យនាងចាប់លុះនាងចាប់ឃើញបែបនេះហើយវាក៏បានគិតថាពួកគេទាំងពីរពិតជាចិត្តល្អណាស់ខ្ញុំឆៃទៀតសិនមិនបងអង្គយឺវាក៏បានឆាប់ហើយឆាប់ទៀតរួចក៏បានហោះទៅលំនៅវិញរីឯបរិយនិងរំដួលក៏បានទៅតាមនាងចាប់តែម្ដងនៅចាប់សំបោះអូននោះគឺជាសបុកវាហើយអូនឃើញទេមានចាបដល់ទៅ2ទៀតមែនហើយបងបើវាមាន2អញ្ចឹងពួកយើងក៏បានធ្វើម្ហូបសម្រាប់រាត្រីនេះដែរមែនហើយអូនបងយកតបងគប់វាសិនចាបងចំណែកអូននៅទីនេះចោះកុំឲ្យវាផ្អើលកូនចាប់ឆៃចោះណាអាហារនេះឆ្ងាញ់ណាស់មែនហើយម៉ែកូនចូលចិត្តណាស់កូនក៏ចូលចិត្តដែរត្រៀមលក្ខណៈរួចរាល់ហើយនោះបរិយក៏បានយកដំបងក្រវែងទៅចំចាប់បណ្ដាលឲ្យត្រូវកូនចាប់ទាំងពីរធ្លាក់ពីលើសំបុកទាំងអស់តែម្ដងតើមានរឿងអីអ្នកណាគេមកកប់កូនខ្ញុំនឹងម៉ែជួយផងកូនឈឺណាស់ភ្នែកខ្ញុំមើលអត់ឃើញទេម៉ែកូនឈឺណាស់ម៉ែភ្
ភ្នែកខ្ញុំមើលមិនឃើញទេម៉ែបានហើយអូន ប្រសើរណាស់បងកូនម្ដាយអើយលោកជាមនុស្សសូមមេត្តាផងចុះកុំសម្លាប់កូនខ្ញុំអីលោកអើយសូមជួយកូនខ្ញុំផងតើនាងចាប់ឃើញសភាពកូនបែបនេះហើយវាភ័យណាស់វាយំផងស្រែកផងធ្វើឲ្យប្តីប្រពន្ធទាំងពីរហាក់មានក្តីអាណិតជាខ្លាំងបងអូនដូចជាអាណិតចាប់ទាំងអស់នេះណាពួកយើងខុសខើពេកទៅដឹងមែនហើយអូនបងពិតជាអាណិតពួកគេណាស់បងមិនដាច់ចិត្តសម្លាប់ពួកគេទេព្រោះមើលទៅពួកគេក៏មានក្តីស្រឡាញ់ដូចជាយើងដែរកូនចាប់ស្រែកយំពីពេញមេឃធ្វើឲ្យប្តីប្រពន្ធទាំងពីរមានក្តីសង្វេគនិងវិប្បដិសារីខ្លាំងណាស់ហេតុនេះពួកគេក៏បានឈប់មានបំណងសម្លាប់ពួកគេហើយពួកគេក៏បានត្រឡប់ទៅផ្ទះវិញទាំងក្តីសោកសៅជាខ្លាំងកូនម៉ែឡើងឃើញហើយមែនទេព្រះអើយមិនក៏មានកម្មកំណាចបែបនេះសូមប្រទានភ្នែកឲ្យកូនខ្ញុំវិញផងម៉ែកូនឈឺណាស់ភ្នែកកូនម៉ែអើយម៉ែកូនលែងបានឃើញពិភពលោកទៀតហើយក ូនម៉ែកូនកុំខ្លាចអីណាមិនអីទេណាកូនជួនគ្នានោះក៏មានព្រានម្នាក់បានចេះបាលីចេះមុនអាគមនិងចេះទំនាក់ទំនងជាមួយសត្វផងដែរនោះក៏បានចូលមកដល់ចំមានចាប់ដល់ទៅ3បើអញ្ចឹងមិនបានអាំងទៅហើយទេអី លោកកុំធ្វើបាបពួកចឹងអីណាមេត្តាផងចុះណែនាងចាប់កុំមកតវ៉ាមនុស្សឯណាដែលថាបោះបង់ចោលចាប់អាំងនេះនោះប្រសើរណាស់ដែលលោកយល់ភាសារបស់ខ្ញុំនោះលោកកុំសម្លាប់អីណាមេត្តាផងចុះពួកសត្វតូចក៏ភ័យខ្លាចណាស់គេចង់រស់ចង់រៀននិងមានក្តីសុខទុក្ខដែរណាចំជាចំណាយពេលគ្មានប្រយោជន៍មែនខ្លួនតូចក៏មានក្តីតវ៉ាងាប់ទៅអ្នកមេត្តាផងពិតជាមិនចាំយូរទេមើលចុះព្រានសម្លាប់សត្វទាំង3ស្លាប់យ៉ាងអណោចអធមតែម្ដងទោះបីជាចាប់ទាំងនេះហូបមិនឆ្អែតក៏មានកម្លាំងខ្លះដែរកូនចាប់ដែលបានងាប់ក៏បានទៅកើតនាទីដ៏សមគួរតាមកម្មចំណែកវិញ្ញាណរបស់ម្ដាយចាប់ក៏បានទៅដល់កន្លែងមួយលោកទេវបុត្រតែខ្ញុំម្ចាស់អស់កម្មហើយមែនទេនៅមិនទាន់អស់ទេទ្រង់ត្រូវទៅចាប់កំណើតនៅក្នុងផ្ទៃនាងរំដួលដែលជាប្រពន្ធរបស់នាយបរិយនៅក្នុងពេលនេះតើប្តីប្រពន្ធដែលធ្វើឲ្យកូនខ្ញុំម្ចាស់ពិការភ្នែកនោះមែនទេគឺពួកគេនោះហើយទ្រង់កំខឹងនឹងពួកគេអីត្បិតទ្រង់ជំពាក់កម្មពួកគេនៅអតីតជាតិណាព្រះពរខ្ញុំម្ចាស់យល់ហើយកម្មពិតជាជំពាក់ទៅជំពាក់មកវ៉ាន់ចំណងស្មុគស្មាញមែនទេសូមទៅចុះមានបន្ទូលចប់ហើយទេវបុត្រក៏ធ្វើឲ្យវិញ្ញាណរបស់នាងចាប់ហោះទៅចាប់កំណើតក្នុងផ្ទៃគ្រួសារនេះបរិយនៅផ្ទះបរិយអូយបងខ្ញុំឈឺពោះណាស់អូយអូនចិត្តសម្រាលហើយមែនទេអូនទ្រាំបន្តិចទៅណាចាំបងទៅរកយាយម៉បសិនលេងតន់ហើយអូយបងអើយខ្ញុំឈឺណាស់មកបងគ្រាអូនណាទ្រាំបន្តិចទៅអូនទ្រាំបន្តិចរំដួលឈឺពោះជាខ្លាំងហើយគ្រានោះនាងក៏បានប្រឹងរហូតសម្រាលបានកូនស្រីម្នាក់បានសម្រាលបានហើយអូនមើលចុះកូនយើងស្អាតណាស់អូនសុំមើលបន្តិចមកបងបានអូនឯងមើលនេះមើលចុះជួនគ្នានោះដែរហាក់មានវងចាប់ស្រែកឈ្រៀងខ្ញៀវខ្ចាពាសពេញមេឃពួកគេដូចជាកំពុងជូនពរកំណើតថ្មីនៃនាងចាប់អញ្ចឹងមានសម្លេងចាប់ស្រែកឈ្រៀងច្រើនណាស់អូនគិតថា
ដាក់ឈ្មោះកូនរបស់យើងឈ្មោះថាស្រីចាប់តូចបានទេបង បានអូនឈ្មោះនេះសតុនពីរោះណាស់ ចាបងវេលាចេះតែកន្លងទៅមិនយូរនាងចាប់ក៏មានអាយុ12ឆ្នាំហើយនេះក៏ជាពេលដែលត្រូវសងកម្មគ្នាជាថ្មីបន្តទៀតដែរនៅក្រៅផ្ទះបុរីនិងរំដួលមិនឈើវត្តព្រៃភ្នែកចំណែកនាងចាប់មានវ័យត្រឹមតែ12ឆ្នាំអូយបងភ្នែកអូនឈឺណាស់ បងក៏ឈឺដែរអូនបងមើលមិនឃើញទេភ្នែកបងហាក់ដូចជាត្រូវមួយដំបងអញ្ចឹងឈឺណាស់ ពេលនេះនាងចាប់ក៏បានដើរចូលមកដល់ម៉ែតើពុកម៉ែកាត់អីទៅម៉ែក៏ភ្នែកលោកទាំងពីរមានឈាមបាត់នេះកូនភ័យណាស់កូនស្រីម៉ែភ្នែកម៉ែឈឺណាស់អើយម៉ែមើលមិនឃើញទៀតទេ កូនពងពីពេលនេះទៅពុកប្រហែលជាមិនអាចមើលថែកូនបានល្អទៀតទេណា ពុកម៉ែមិនក៏បែបនេះកុំចំអីណាកូននេះប្រហែលជាពុកម៉ែមានកម្មដោយសារតែយកដំបងគប់កូនចាប់ហើយមកទៅនោះកម្មមិនអាចគេចផុតបានទេណាកូនកូនកុំចំអីណាពុកម៉ែកូនអាណិតលោកទាំងពីរណាជួនគ្នានោះទេវបុត្រក៏មានបន្ទូលមកកាន់ស្រីចាប់តូចថែ ទេពធីតាទ្រង់ត្រូវមើលថែឪពុកម្ដាយទ្រង់ឲ្យបានល្អនេះជាអ្វីដែលទ្រង់ត្រូវបម្រើសងពួកគេវិញហើយ ខ្ញុំម្ចាស់យល់ហើយទោះបីថាខ្ញុំម្ចាស់ជាក្មេងស្រីតែខ្ញុំម្ចាស់នឹងបម្រើលោកទាំងពីរឲ្យបានល្អបំផុត ល្អហើយណាសំណាងល្អ ព្រះពរវេលាច្រើនខែឆ្នាំកន្លងទៅយូរយ៉ាងណាក៏ដោយតែនាងស្រីចាប់តូចតែងតែកតញ្ញូណាស់នាងមិនដែលរអ៊ូឬខ្ជិលបន្តិចសោះឡើយ16ឆ្នាំក្រោយមកកូនមកជាពិបាកណាស់ហើយដែលមានពុកម៉ែពិការបែបនេះពិតទេ ពុកអាណិតកូនណា ពុកជុះម៉ែនំក៏កូនមិនថាផងទេពុកម៉ែកុំបារម្ភអីឡើយណាកូនមិនឲ្យលោកទាំងពីរពិបាកទេកូនម៉ែពិតជាកតញ្ញូណាស់ចាំម៉ែពុកម៉ែកូនទៅចំហុយកដូចឲ្យលោកទាំងពីរពិសាសិនណាចាំបន្តិចចុះកូនធ្វើរួចឥឡូវហើយប្រយ័ត្នផងណាកូនចាំម៉ែនាងចាប់ដើរចេញបាត់ទៅពុកវាខ្ញុំអាណិតកូនណាពួកយើងគួរតែចាក់ចេញទៅកុំឲ្យកូនពិបាកមើលថែអីណា បាទម៉ែវាពួកយើងគួរទៅព្រៃឆ្ងាយឲ្យសัตว์ស៊ីល្អជាងនៅក៏ពិបាកដល់កូនដែរព្រោះកូនយើងនៅតូចណាស់កូនមកជាពិបាកណាស់ហើយ ហេតុថាអាណិតកូនប្តីប្រពន្ធទាំងពីរក៏បានចាក់ចេញទៅរហូតទៅដល់កន្លែងមួយចំណែកចាប់តូចវិញនោះស្រាប់តែបាត់ពុកម៉ែសូនឈឹងពុកម៉ែទៅណាហើយពុតធោអើយលោកទាំងពីរមើលផ្លូវមិនឃើញផងទេតើលោកទាំងពីរទៅណាទៅស្រីចាប់តូចរកហើយរកទៀតតែនាងរកមិនឃើញទេព្រោះពុកម៉ែនាងបានទៅដល់ទីឆ្ងាយទៅហើយនៅក្នុងព្រៃជ្រៅ យើងពិតជាចង់ស៊ីណាស់សូមប្រគល់ខ្លួនមកភ្លាម ហើយមានអ្វីហេតុអីក៏ចង់ស៊ីពួកយើងបែបនេះ យើងជាខ្លាចចាស់ខនស៊ីអាហារយូរហើយសូមមកជិតយើងមកយើងឃ្លានណាស់បើអ្នកឆៃចោះយើងមិនស្ដាយទេតែបើអ្នកបានជួបកូនស្រីយើងអ្នកជួយប្រាប់នាងផងណាថាពួកយើងបានសុខហើយតើបានទេពិតជាបានសូមទៅចូលខ្លួនមកឆាប់ឡើង ខ្លាបំរុងតែនឹងស៊ីសាច់រំដួលនឹងបុរីទៅហើយស្រាប់តែចាប់តូចក៏បានមកដល់ល្មមអត់ទេពុកម៉ែមិនក៏សុខចិត្តឲ្យខ្លាស៊ីបែបនេះពុកម៉ែđãចិត្តទៅចោលកូនហើយមែនទេ កូនស្រី
បើពុកម៉ែនៅកូនមុខជាហត់នឿយណាស់ពុកម៉ែមិនចង់ឲ្យកូនលំបាកទៀតទេតែកូនមិនហត់ទេកូនជាកូនរបស់ពុកម៉ែណាកូនត្រូវតែបម្រើសងកូនបាត់នេះហើយតែពួកគេបានសន្យាថាឲ្យយើងស៊ីសាច់ហើយនាងកុំមកខន់ឲ្យសោះឬចង់កលាស់សម្ដីមែនទេបើលោកចង់ឆៃសាច់ខ្ញុំចោះខ្ញុំស្ម័គ្រចិត្តបោះជាជីវិតជំនួសលោកទាំងពីរណាលោកខ្លាសុំពីលោកធំទៅចោះមើលទៅនាងពិតជាកតញ្ញូណាស់បើឆៃនាងពុកម៉ែនាងនឹងគ្មានអ្នកណាជួយមើលថែទេបើបែបនេះយើងមិនយាយីពួកអ្នកឡើយពិតមែនទេពិតជាប្រសើរណាស់សូមអរគុណហើយណាលោកខ្លាក្នុងពេលនោះដែរនាយព្រានកំណាចម្នាក់ក៏បានមើលឃើញពីចម្ងាយនិងបាននិយាយថាប្រសើរណាស់មានខ្លាធំមែនទែនបើបានសាច់បានស្បែកគ្រប់ទឹកហើយអញនិយាយហើយគាត់ក៏បានទាញព្រួញតម្រង់ទៅតែម្ដងតែភ្លាមនោះគាត់បានមិនត្រូវទេបែរជាត្រូវបរិយទៅវិញអូយចុកណាអូយពុកមានរឿងអីទៅអ្នកណាគេបាញ់ពុករបស់ខ្ញុំបែបនេះពុកវាកើតអីខ្ញុំបារម្ភណាស់ពុកវាប្រាប់ខ្ញុំផងក្រោកឡើងទៅពិតជារំខានមែនមិនអីទេបាញ់ម្ដងទៀតសិនតន់ខ្លាវាមិនតន់ទៅណាជាថ្មីម្ដងទៀតគាត់ក៏បានបាញ់ខ្លាហើយព្រួញក៏បានផ្លត់ចំរំដួលវិញម្ដងឈឺណាស់ម៉ែអ្នកណាគេធ្វើបែបនេះចង្រៃយោមិនក៏បាញ់មិនត្រូវអញ្ចឹងជាថ្មីម្ដងទៀតព្រានក៏បានបាញ់រហូតតតែត្រូវខ្លាធ្វើឲ្យខ្លាដាច់ខ្យល់ស្លាប់ភ្លាមពុកម៉ែលោកខ្លាសូមក្រោកឡើងអ្នកទាំងអស់គ្នាក្រោកឡើងនាងតូចនេះគួរឲ្យរំខានមែនអញបំបត្តិមាត់នាងសិនទៅបានព្រានកំណាតមិនចាំយូរក៏បានលើកព្រួញបាញ់នាងតូចតែថាព្រួញនោះក៏បានផ្លាត់ត្រូវខ្លួនឯងទៅវិញអាយ៉អូយឈឺណាស់អូយអាយ៉អូយគ្រប់គ្នាក្រោកឡើងស្របពេលដែលនាងចាត់តូចកំពុងតែយំទេវបុត្រក៏បង្ហាញប្រកាយចេញមកទ្រង់អស់កម្មពីហើយចូលទ្រង់រស់នៅជាមនុស្សមួយជាតិនេះឲ្យបានសុខចុះហើយទ្រង់ក៏មានគូជាព្រះបុត្រាផងដែរតើពុកម៉ែនឹងខ្លាអាចរស់វិញបានទេព្រះពរពិតមែនហើយសូមរីករាយជាមួយនឹងពួកគេនាជាតិនេះចុះអរព្រះគុណណាស់ព្រះពរមានបន្ទូលហើយនោះទេវបុត្រក៏បានបំបាំងកាយបាត់ទៅចំណែកឪពុកម្ដាយរបស់នាងក៏បានរស់ឡើងវិញភ្នែកក៏បានភ្លឺស្រឡះផងដែរចំណែកខ្លាក៏ប្រែមកជាព្រះបុត្រាដ៏សង្ហាមួយអង្គដូចដើមប្រសើរណាស់ពុកម៉ែចំណែកខ្លាជាបុត្រាសោះម៉ែមើលឃើញវិញហើយណាកូនពុកក៏ដូចគ្នាដែរណាកូនស្រីអរគុណហើយបណ្ដាសាររលាយហើយចំណែកយើងក៏បានជួបម្ចាស់ស្នេហ៍ផងដែរតើអូនរៀបការជាមួយបងបានទេព្រះបុត្រាខ្ញុំម្ចាស់ព្រមហើយចាប់ពីពេលនោះមកឪពុកម្ដាយរបស់នាងចាប់ទូចក៏លែងក្រីក្រហើយនាងក៏បានរៀបអភិសេកនឹងព្រះបុត្រារស់នៅយ៉ាងសុខសាន្តតរៀងទៅ